ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតតែមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយឬរហ័សតោះចាប់ផ្ដើមទាំងអស់គ្នាការវិវត្តមុនក្រុមរបស់ Luffy បានទៅដល់កោះ Little Garden ហើយទីនោះសម្បូរព្រៃដែលមានដើមឈើធំធំដែលតាមពួកគេដឹងវាគឺជាតំបន់ដែលមានគ្រោះថ្នាក់ចំពោះ Luffy វិញគាត់មិនខកពីរឿងគ្រោះថ្នាក់ទេគ្រាន់តែទុកចោតភ្លាមគាត់បានប្រាប់សានជីឲ្យរៀបចំម្ហូបសម្រាប់គាត់ដើរពេញនិចទោះបីណាមីចង់ហាមគាត់ក៏អត់ប្រយោជន៍ដែរព្រោះនាងនឹងចិត្ត Luffy ស្រាប់បើចង់ធ្វើអីហើយគ្មានអ្នកណាទៅខាត់គាត់បានទេហើយនៅពេលនោះពនាង Vivi ក៏សុំ Luffy ទៅជាមួយផងដែរបន្ទាប់ពីពីរអ្នកគេចេញទៅបាត់ Zoro មានអារម្មណ៍ថាធុញថប់ក៏ចង់ចេញទៅដើរលេងពេលនោះសានជីបានពឹងឲ្យ Zoro ជួយចាត់សัตว์ព្រៃមួយចំនួនយកមកធ្វើសាច់ព្រោះទូទឹកកករបស់ពួកគេកំពុងតែខ្វះសាច់ហើយពេលនោះ Zoro បានអូខេតែគាត់បាននិយាយឌឺសានជីថាមកពីសានជីនឹងគ្មានសមត្ថភាពចាត់សัตว์ខ្លួនឯងមែនបានពឹងគាត់ធ្វើឲ្យសានជីក្តៅស្លឹកជាតិក៏បបួល Zoro ភ្នាល់គ្នាមើលនរណាគេចាប់សัตว์បានធំជាងពេលនេះនៅលើទូកសតតែអ៊ូសាប់ហើយនឹងណាមីទេតាមទៅមើល Luffy បន្តិចគាត់បានរកឃើញនៅក្នុងទឹកមានសัตว์ចម្លែកម្យ៉ាងដែលមានប្រម៉ោយដូចមឹកខ្លួនដូចខ្យងហើយពនាង Vivi មើលដឹងថាអាសត្វហ្នឹងរាងដូចសัตว์ Ammonite ដែលបានដាច់ពូជតាំងពីសម័យ Dinosaur មកម្លេះក្នុងពេលជាមួយគ្នាងាកទៅមើលសានជីវិញ Dinosaur ប្រភេទ T-Rex កំពុងតែតាមចាប់គាត់ធ្វើជាចំណីតែត្រូវបានសានជីទាត់ឡើងសន្លប់ចំណែក Zoro ក៏បានជួបប្រទះជាមួយនឹង Dinosaur ប្រភេទ Triceratops មួយដែរបានន័យថាប្រព័ន្ធជីវៈចម្រុះនៅលើកោះ Little Garden ហ្នឹងដូចសម័យ Dinosaur អញ្ចឹងត្រឡប់ទៅមើល Luffy វិញគាត់បានឃើញ Dinosaur កវែងហើយគាត់ស្មានតែ Sea King ព្រោះតាំងពីតូចមកគាត់ធ្លាប់ឃើញតែ Sea King ពេលនោះពនាង Vivi ដែលធ្លាប់អានសភៅច្រើនបានបញ្យល់ប្រាប់គាត់ថាអាហ្នឹងគេហៅថា Dinosaur ប្រភេទ Sauropod ហើយបើតាមនាងនៅវាដាច់ពូជរាប់លានឆ្នាំមកហើយប៉ុន្តែ Vivi និយាយមិនទាន់ចប់ផង Luffy បានប្រលូតដៃទៅចាប់តោងក Dinosaur កវែងបាននៅលើទូកអណោវិញអ៊ូសាប់ហើយនៅណាមីឃើញស្មោតអីម្យ៉ាងធំណាស់ដើរសំដៅមករកទូករបស់ពួកគេស្មោតនោះគឺជាយក្សតែស្លូតទេគាត់បានប្រាប់អ៊ូសាប់ហើយណាមីថាគាត់ឈ្មោះប្រូកគីហើយគាត់មកជួបពួកគេដើម្បីសុំស្រាផឹកពេលនិយាយសុកស្រាប់តែយក្សប្រូកគីស្រែកកំហកយ៉ាងខ្លាំងធ្វើឲ្យអ៊ូសាប់និងណាមីភ័យចង់លួសព្រលឹងតាមពិតនៅពេលនោះមាន T-Rex មួយទៅខាំយក្សប្រូកគីពីក្រោយហើយជាការតបតយក្សប្រូកគីបានទាញបន្ថែរបស់គាត់កាត់ក T-Rex នោះដាច់ថ្មិលស៊ីផុយបន្ទាប់មកយក្សប្រូកគីបានប្រាប់ថានឹងយក T-Rex នោះទៅអាំងដើម្បីឲ្យអ៊ូសាប់ហើយនិងណាមីញ៉ាំគ្រាន់តែលឺអញ្ចឹងអ៊ូសាប់ហើយនិងណាមីក៏នាំគ្នាដេកធ្វើពុតជាស្លាប់ត្រឡប់ទៅមើល Luffy វិញគាត់បានឡើងទៅជាន់លើក្បាល Dinosaur កវែងដើម្បីមើលទេសភាពទោះបីជា Vivi ខំស្រែកខាត់គាត់យ៉ាងណាក៏គាត់អត់ស្ដាប់ដែរនៅពេលនោះគាត់បានឃើញភ្នំភ្លើងសកម្មមួយហើយនឹងភ្នំចម្លែកមួយទៀតដែលមានរោងច្រើនមែនទែនហើយគាត់បានពឹង Dinosaur កវែងឲ្យជួយជូនគាត់ទៅកាន់ទីនោះតែ Dinosaur អត់ចេះស្ដាប់ភាសាមនុស្សក៏បន្តស៊ីធ្វើតែមិនដឹងដល់ពេលអញ្ចឹង Luffy ក៏ប្រលូតដៃចាប់កាច់ក Dinosaur ឲ្យបែរទៅមើលភ្នំដែលគាត់ចង់ទៅធ្វើឲ្យវាឈឺខ្លាំងហើយក៏ស្រែកហៅជំនួយក្រោយមកបន្តិចព្រៃក៏ចាប់ផ្ដើមរញ្ជួយហើយបន្ទាប់មកក៏ឃើញមានសត្វ Dinosaur កវែងធំៗជាច្រើនទៀតបង្ហាញខ្លួនពេលហ្នឹង Luffy ស្មានថា Dinosaur ហ្នឹងមកឲ្យគាត់ជាន់បានកាន់តែខ្ពស់មើលឃើញបានកាន់តែឆ្ងាយអញ្ចឹងហើយទៅគាត់លោតតោងជាន់ Dinosaur លេងយ៉ាងសប្បាយដើម្បីឡើងទៅដល់ Dinosaur ដែលខ្ពស់ជាងគេពេលឡើងទៅដល់ហើយ Dinosaur ដែលខ្ពស់ជាងគេហ្នឹងក៏កាជាងគេដែរបានលេប Luffy បាត់សំណាងណាដែលពេលនោះស្រាប់តែមានយក្សមួយបានមកកាត់ក Dinosaur នោះជួយសង្គ្រោះគាត់ចេញមកវិញយក្សហ្នឹងជួយ Luffy ដោយសារតែឃើញគាត់លេងជាមួយនឹង Dinosaur មុនហ្នឹងល្អមើលខ្លាំងណាស់គាត់ប្រាប់ Luffy ថាគាត់មានឈ្មោះ Dory ដែលជាអ្នកចម្បាំងដ៏ខ្លាំងជាងគេមកពីនគរយក្សឈ្មោះ Elbaf នៅពេលនោះគាត់បានអញ្ជើញ Luffy និង Vivi ទៅលេងផ្ទះរបស់គាត់ត្រឡប់ទៅមើល Nami និង Usopp យក្ស Brocky ស្មានថាពួកគេស្លាប់មែនទែនក៏នាំពួកគេទាំងពីរទៅផ្ទះគាត់ផងដែរពេលនោះគាត់ថែមទាំងបានអាំង Dinosaur ចាំទទួលពួកគេថែមទៀតតែ Nami មានអារម្មណ៍ថាដូចជាអត់សូវស្រួលទេក៏បបួល Usopp រត់បន្ទាប់ពីរួចពីយក្សហើយពួកគេបានទៅជួបជាមួយនឹងខ្លាចកូមវែងដែលគេហៅថា Sabertooth ពេលនោះ Sabertooth បានដេញពួកគេរហូតបានទៅជួបមួយ T-Rex មួយទៀតហើយ T-Rex បានដេញពួកគេរហូតបានទៅជួបជាមួយនឹងយក្ស Brocky ដដែលពេលយក្ស Brocky ឃើញ T-Rex ម្ដងគាត់តែងតែលិតមាត់ព្រោះវាគឺជាចំណីរបស់គាត់ពេលនេះ Nami ហើយនិង Usopp ដឹងហើយថានៅជាមួយយក្ស Brocky មានសុវត្ថិភាពជាងគេបន្ទាប់មកយក្ស Brocky បានចេញពួកគេញ៉ាំសាច់ Dinosaur ដើម្បីជាថ្នូរជាមួយនឹងស្រាដែលយក្ស Brocky យកមកពីទូករបស់ពួកគេប៉ុន្តែ Usopp ហើយនិង Nami អត់ហ៊ានញ៉ាំទេដោយសារតែពួកគេគិតថាយក្ស Brocky ចង់ធ្វើឲ្យពួកគេធាត់ឲ្យមានសាច់ទ្រុលន់ទើបចាប់ពួកគេអាំងទៅមានជាតិតាមពិតពួកគេក៏ឃ្លានខ្លាំងដែរតែមិនដឹងថាចាំដល់ពេលណាទេពេលនោះ Nami បានសួរយក្ស Brocky ថានៅលើកោះហ្នឹងតើត្រូវចាំរយៈពេលប៉ុន្មានទើប Log Post របស់នាងអាចចាប់សញ្ញាដែនម៉ាញ៉េទិកបានហើយយក្ស Brocky ឆ្លើយថា1ឆ្នាំងាប់បណ្ដោយត្រឡប់ទៅមើល Luffy វិញគាត់កំពុងតែអង្គុយញ៉ាំសាច់ Dinosaur និយាយគ្នាលេងជាមួយនឹងយក្ស Dory យ៉ាងសប្បាយចិត្តយក្ស Dory ប្រាប់ Luffy ថាគាត់នៅលើកោះហ្នឹងដោយសារតែគាត់ត្រូវប្រយុទ្ធគ្នាជាមួយនឹងយក្សមួយទៀតដើម្បីឲ្យដឹងឈ្នះដឹងចាញ់ហើយគាត់បានប្រយុទ្ធគ្នានៅលើកោះហ្នឹងអស់រយៈពេល100ឆ្នាំហើយមិនទាន់រកអ្នកឈ្នះឃើញទេពួកយក្សគេមានច្បាប់របស់គេបើប្រយុទ្ធគ្នាហើយត្រូវប្រយុទ្ធដល់ស្លាប់មិនឲ្យចោះចាញ់ទេនៅពេលនោះស្រាប់តែភ្នំភ្លើងចាប់ផ្ដើមផ្ទុះហើយវាជាសញ្ញាប្រាប់ថាដល់ពេលដែលយក្ស Dory ហើយនិងយក្ស Brocky ត្រូវប្រយុទ្ធគ្នាហើយពេលនោះ Vivi អត់យល់ទេថាហេតុអីបានយក្សទាំងពីរត្រូវប្រយុទ្ធគ្នាចំណែកយក្សទាំងពីរក៏អត់ចាំថាមកពីហេតុអីដែរព្រោះវាយូរពេកហើយសំខាន់តាមច្បាប់ព្រះ Elbaf របស់ពួកគេគឺពួកគេត្រូវតែរកអ្នកឈ្នះឲ្យឃើញបន្តមកសាច់រឿងបានកាត់ទៅមើលព្រឹត្តិការណ៍មួយទៀតដែលនៅក្នុងនោះមាន Dinosaur T-Rex មួយក្បាលប្រទះឃើញបន្ទប់ពណ៌សមួយនៅក្នុងព្រៃហើយពេលវាយកថ្មិញទៅខាំស្រាប់តែបាក់ថ្មិញព្រោះបន្ទប់នោះតានខ្លាំងណាស់នៅពេលនោះក៏ឃើញមាន Mr. Five ហើយនិងសហការីរបស់គាត់គឺ Miss Valentine ក៏បានទៅដល់ទីនោះធ្វើឲ្យ Dinosaur នោះសប្បាយចិត្តខ្លាំងណាស់ក៏រត់ទៅរកពួកគេតែត្រូវបាន Miss Valentine ប្រើក្បាច់ដូគីឡូជន់សង្កត់ឡើងកប់ដីក្រោយចាត់ការ Dinosaur ហើយពួកគេក៏បានដើរចូលទៅក្នុងបន្ទប់ពណ៌សនោះដែលនៅក្នុងនោះ
នោះពួកគេបានជួបជាមួយនឹង Mr. Sri ហើយនិងសហការីរបស់គាត់ឈ្មោះ Miss Golden Week Mr. Sri ទៅកាន់ទីនោះដើម្បីសម្រាប់យក្សទាំងពីរបដូរយករង្វាន់ចំនួន200លាន Berry ចំណែក Mr. Fire ហើយនិង Valentine ទៅកាន់ទីនោះដើម្បីតាមសម្រាប់នាង Vivi និងក្រុមរបស់ Luffy កន្លែងទៅមើលការប្រយុទ្ធគ្នារវាងយក្សទាំងពីរវិញទាំង Usopp ទាំង Luffy បានឈរមើលឡើងជក់ចិត្តចំណែក Nami នាងមិនសូវជាខ្វល់ប៉ុន្មានទេស្របពេលជាមួយគ្នា Mr. Fire ហើយនិង Valentine កំពុងតែដើរធ្វើការងារសម្ងាត់ម្យ៉ាងមិនដឹងថាពួកគេចង់ធ្វើអីទេងាកទៅមើល Zoro និង Sanji ឯណោះវិញពួកគេបានអូ Dinosaur ម្នាក់មួយយកទៅដាក់ផ្ទឹមគ្នា Sanji ថា Dinosaur របស់គាត់កតុយវែងជាងអញ្ចឹងវាធំជាងហើយចំណែក Zoro ថា Dinosaur របស់គាត់ធាត់ជាងអញ្ចឹងវាធំជាងដល់ពេលប្រកែករកអ្នកឈ្នះអ្នកចាយអត់ឃើញពួកគេក៏សម្រេចចិត្តដើររក Dinosaur ផ្សេងទៀតយកមកប្រកួតងាកទៅមើលយក្សទាំងពីរវិញក្រោយប្រយុទ្ធគ្នាអស់មកស្ទុះធំទីបំផុតលទ្ធផលគឺស្មើគ្នាដដែលក្រោយការប្រយុទ្ធគ្នានៅលើកនោះយក្សទាំងពីរសោយសប្បាយចិត្តខ្លាំងណាស់ហើយយក្ស Brocky បានប្រាប់យក្ស Dory ថាគាត់មានស្រាខ្លះដែលគាត់បានយកពីទូករបស់ Luffy ហើយចាំគាត់ចែកឲ្យខ្លះបន្ទាប់មកនៅពេលដែលយក្ស Dory យកស្រានោះយកទៅផឹកនៅផ្ទះរបស់គាត់ស្រាប់តែស្រានោះផ្ទុះពេញពោះរបស់គាត់ការផ្ទុះនោះបានធ្វើឲ្យយក្ស Dory ត្រូវរបួសយ៉ាងដំណំតែមិនបានសម្លាប់គាត់ទេនៅពេលនោះយក្ស Dory បានចោទថាក្រុមរបស់ Luffy គឺជាអ្នកធ្វើព្រោះថាស្រានោះយកចេញពីទូករបស់ Luffy ហើយយក្ស Brocky ប្រកួតជាមួយគាត់ជាង100ឆ្នាំហើយមិនដែលលេងល្បិចទេដល់ពេលមើលទៅស្ថានភាពដូចជាមិនសូវស្រួល Vivi ក៏បបួល Luffy រត់ប៉ុន្តែ Luffy បានគិតថាបើសិនជាគាត់រត់បានន័យថាគាត់ទទួលកំហុសហើយណាមួយពួកគេរត់ទៅណាក៏រត់អត់រួចដែរនៅពេលនោះ Vivi បានព្យាយាមនិយាយបញ្យល់ Dory ដែរតែគាត់អត់ស្ដាប់ហើយបានបើកការវាយប្រហារទៅលើ Luffy ការប្រយុទ្ធរវាងពួកគេនៅពេលនោះមិនសូវជាចំណាយពេលយូរប៉ុន្មានទេដោយសារតែយក្ស Dory កំពុងតែមានរបួសចុងក្រោយ Luffy បានប្រើក្បាច់កាម Rocket ហោះទៅបុកយក្ស Dory មកដំហឹងតែមុននឹងដួលយក្ស Dory ក៏បានជន់ Luffy ឡើងកប់ដីផងដែរបន្ទាប់មកគេបានបង្ហាញថាអ្នកដែលដាក់គ្រឿងផ្ទុះនៅក្នុងស្រាគឺ Mr. 5 ហើយអ្នកដែលរៀបចំផែនការគឺ Mr. 3 គោលបំណងរបស់ Mr. 3គឺចង់ឲ្យយក្សទាំងពីរវាយគ្នាឲ្យទ្រាំខ្លួនសិនចាំគាត់ចូលទៅបិទគូតតាមក្រោយខណៈពេលនោះភ្នំភ្លើងចាប់ផ្ដើមផ្ទុះម្ដងទៀតដែលវាបានន័យថាដល់ពេលដែលយក្សទាំងពីរត្រូវប្រកួតគ្នាបន្តទៀតហើយពេលនោះយក្ស Dory បានងើបឡើងដើម្បីប្រយុទ្ធទោះបីជា Luffy ហើយនិង Vivi ខំខាត់យ៉ាងណាក៏អត់ស្ដាប់ដែរបើតាមស្ថានភាពរបស់គាត់ការប្រយុទ្ធលើកនេះគាត់ទៅមានតែស្លាប់តែ Dory បាននិយាយថាគាត់គឺជាអ្នកចម្បាំងក្នុងលក្ខខណ្ឌយ៉ាងណាក៏គាត់ត្រូវតែប្រយុទ្ធដែរអត់តិចវេសទេហើយដើម្បីកុំឲ្យ Luffy ចូលទៅឆាយការប្រយុទ្ធរបស់គាត់ Dory បានលើកថ្មម្ដុំធំទៅសង្កត់ Luffy ជាប់កន្លែងទៅមើល Nami និង Usopp វិញពេលដែលយក្ស Brocky ចេញទៅប្រយុទ្ធបាត់ពួកគេបាននាំគ្នាដើរទៅរក Luffy ទៅតាមផ្លូវមិនដឹងថាពួកគេបានឃើញអីទេពួកគេបាននាំគ្នារត់យ៉ាងលឿនជាពិសេសគឺ Usopp រត់លឿនខ្លាំងណាស់អត់ចាំ Nami ទេពេលនោះចៃដន្យ Nami បានឃើញ Luffy នៅក្នុងព្រៃតែ Luffy នោះគ្រាន់តែជាមនុស្សកមួនដែល Mr. 3យកមកធ្វើជានុយដើម្បីចាប់ Nami តែប៉ុណ្ណោះកន្លែងទៅមើល Zoro មួយផ្លែតពេលនេះគាត់ចាប់បាន Dinosaur មួយទៀតហើយឥឡូវហ្នឹងគាត់កំពុងតែដើរវិញផ្លូវចៃដន្យពេលនោះគាត់បានឃើញ Nami ហើយគាត់សប្បាយចិត្តណាស់តែ Nami នោះក៏ជាមនុស្សកមួនផងដែរត្រឡប់ទៅមើល Usopp វិញពេលនេះគាត់រត់ទៅដល់កន្លែង Luffy ហើយតែអត់ឃើញ Nami រត់តាមក្រោយគាត់ទេពេលនោះ Usopp គិតថា Nami ត្រូវបាន Dinosaur ចាប់ស៊ីបាត់ហើយគាត់បន្ទោសខ្លួនឯងខ្លាំងណាស់ដែលរត់ចោលនាងងាកទៅមើលការប្រយុទ្ធគ្នារវាងយក្សទាំងពីរវិញលើកនេះយក្ស Dory ចាញ់ព្រាមយក្ស Brocky ខ្លាំងណាស់ប៉ុន្តែគាត់នៅតែខំប្រឹងតស៊ូមិនចុះចាញ់ដោយងាយទេនៅក្បែរនោះ Mr. 3ហើយនិងសហការីរបស់គាត់គឺ Miss Golden Week ក៏មានវត្តមាននៅទីនោះដែរហើយដោយសារតែយក្សទាំងពីរប្រកួតគ្នាយូរពេក Mr. 3ក៏ជួយធ្វើអន្តរាគមន៍ដោយបាញ់ក្បួនធ្វើឲ្យយក្ស Dory ល្អិលដួលជួយឲ្យយក្ស Brocky អាចយកឈ្នះយក្ស Dory បានបន្ទាប់ពីយក្ស Brocky បានទទួលជ័យជំនះហើយ Mr. 3បានបង្ហាញខ្លួនឲ្យគាត់ឃើញដើម្បីអបអរសាទរគាត់ប៉ុន្តែយក្ស Brocky មិនមែនសប្បាយចិត្តទេព្រោះគាត់មានអារម្មណ៍ថាគាត់បានបាត់បង់មិត្តភក្តិ100ឆ្នាំម្នាក់ហើយប៉ុន្តែពេលនោះ Mr. 3មិនបានខ្វល់ពីអារម្មណ៍របស់យក្ស Brocky ទេហើយគាត់បានប្រើក្បួនទៅចាប់ជើងយក្ស Brocky ជាប់ត្រឡប់ទៅមើលនៅកន្លែង Luffy វិញពេលនេះ Mr. 5 ហើយនិង Valentine បានទៅដល់ទីនោះពួកគេបានចាប់ធ្វើបាបទាខារូរបស់ Vivi យ៉ាងខ្លាំងដោយសារតែវាមិនព្រមសហការជាមួយនឹងពួកគេពេលឃើញអញ្ចឹង Vivi ខឹងពួកគេខ្លាំងណាស់ក៏សម្រុកចូលទៅវាយពួកគេចំណែក Usopp ក៏ចូលទៅជួយផងដែរប៉ុន្តែគួរឲ្យស្ដាយសមត្ថភាពរបស់ពួកគេមិនឈ្នះ Mr. 5 ហើយនិង Valentine ទេបន្តមកទៀត Mr. 5 បានទៅឌឺ Luffy លេងតែ Luffy ខ្ពើមជាមួយនឹងមនុស្សប្រើល្បិចថោកទាបខ្លាំងណាស់ក៏ស្ដោះទឹកមាត់ដាក់ជើងរបស់គាត់ទង្វើរបស់ Luffy បានធ្វើឲ្យ Mr. 5 ខឹងឆេវមកហើយក៏ទាត់ក្បាលរបស់ Luffy 4-5 ជើងជាប់គ្នាសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ម្នាក់មួយផងព្រមជាមួយគ្នាសូមកុំភ្លេចសម្រាប់អ្នកដែលមិនទាន់បាន Subscribe Channel មនោចរណៃទេក៏សូមជួយ Subscribe ម្នាក់មួយហើយជួយចុចរូបកណ្ដឹងនិងរើសយក All ផងសូមអរគុណម្ដងទៀតនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿង